បាទសួស្តីលោកគ្រូអ្នកគ្រូទាំងអស់គ្នាបាទខ្ញុំធ្វើវីដេអូបន្ថែមពាក់ព័ន្ធជាមួយនឹងទៅលើឧបករណ៍បាសរបស់ក្រុមហ៊ុន Sanmi ជាមួយនឹង system ចំបៃប៉ុស្តិ៍របស់យើងអញ្ចឹង system ចំបៃប៉ុស្តិ៍របស់យើងមិនមែនប្រកាសថានេះទេជួនកាលវាអាចមានករណីជួនកាលយូរជួបមួយដែរអញ្ចឹងករណីជួបមួយមិនអាចថាជួនកាលវាមានបញ្ហា stuck បញ្ហាអីចឹងណាអញ្ចឹងពាក់ព័ន្ធករណីហ្នឹងបើសិនជាក្នុងករណីថា stuck មានបញ្ហាអីលោកគ្រូអ្នកគ្រូទាំងអស់គ្នាគ្រាន់តែចុចចូលលើក្នុងករណីនេះខ្ញុំចង់បញ្ជាក់ដែរថាក្នុងករណី stuck ឬក៏ login អត់បានអញ្ចឹងយូរគាត់ថាមួយឆ្នាំអីយើងជួបមួយអីចឹងណាអញ្ចឹងបើសិនជាក្នុងករណីថាយើង login អត់បានឬក៏អីចឹងវារៀង stuck app គ្រូទាំងអស់គ្នានេះចូលទៅកាន់ system ចំបៃប៉ុស្តិ៍គ្រូចុចលើនេះប្រហែលជា2សកណ្ឌ3សកណ្ឌតមកវាចុច load app info បន្ទាប់ពី app info មកលោកគ្រូ scroll មកក្រោមគ្រូឃើញពាក្យថា storage and cache អញ្ចឹងគ្រូចុចលើពាក្យហ្នឹងទៅបន្ទាប់មកធម្មតាបើមាន storage យើង clear storage ប៉ុន្តែបើមាន cache យើងចុច clear cache មកអញ្ចឹងយើងធ្វើការចុច clear cache មួយតទៅអញ្ចឹងបន្ទាប់ពីចុច clear cache ហើយបន្ទាប់មកយើងនឹងចូលទៅកាន់ system ហ្នឹងវាដំណើរការធម្មតាវិញហើយនៅពេលដែលយើងចុច clear ទៅអញ្ចឹងពីខ្ញុំមានតែប៉ុណ្្នឹងនេះគ្រូអរគុណ